បាទសូមជម្រាបសួរដល់បងប្អូនអ្នកសិក្សាទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកប្រធានបទមួយទៅលើការប្រើប្រាស់កាមេរ៉ា tool គឺនៅខាងលើនេះចឹងនៅខាងលើនេះគឺយើងនឹងប្រើប្រាស់ទៅលើការខិតទៅកាន់ទីតាំងណាមួយដើម្បីធ្វើទៅលើចលនាឬក៏កិច្ចការផ្សេងៗនៅក្នុងកម្មវិធីរបស់យើងបាទអញ្ចឹងយើងអាចចាប់ផ្ដើមបានអញ្ចឹង tool ទី1គឺយើងប្រើប្រាស់ដើម្បីខិតទៅលើផ្ទាំងកិច្ចការរបស់យើងទៅឆ្វេងទៅស្ដាំឬក៏ទៅលើទៅក្រោមបែបនេះអញ្ចឹងដើម្បីខិតបែបនេះគឺយើងអាចប្រើប្រាស់ទៅលើ tool មួយនេះគឺ camera pen យើងអាចចុច select ទៅលើវាហើយយើងអាចចុចទាញបែបនេះបានដើម្បីអាចខិតទៅកាន់ទីតាំងផ្សេងៗនៃកិច្ចការរបស់យើងឬ shortcut របស់វាគឺយើងអាចចុច Alt ហើយយើងចុច mouse ឆ្វេងយើងឲ្យជាប់ហើយយើងអាចទាញវាបែបនេះក៏បានដែរអញ្ចឹងទោះជាយើងស្ថិតនៅក្នុង tool selection tool នេះដល់ពេលយើងចុច Alt ហើយយើងចុចមកឆ្វេងទៅគឺវានឹងចូលទៅកាន់ tool camera pen នេះហើយអញ្ចឹងយើងអាចចុច select វាហើយទាញទៅកាន់ទីតាំងដែលយើងធ្វើបានគឺបែបនេះហើយនឹងមួយទៀតគឺទៅលើ tool សម្រាប់ធ្វើការពង្រីកបង្រួមទៅលើ workspace របស់យើងគឺបែបនេះអញ្ចឹង tool របស់វាគឺនៅខាងលើនេះគឺ camera zoom យើងចុច select ទៅលើវាតមកគឺយើងអាចចុចទាញវាបែបនេះយើងចុចទាញទៅលើគឺវានឹងពង្រីកយើងចុចទាញទៅក្រោមគឺវានឹងបង្រួមទៅលើផ្ទាំងកិច្ចការរបស់យើងគឺបែបនេះសម្រាប់ shortcut របស់វាគឺយើងអាចចុច scroll មកកណ្ដាលរបស់យើងក៏បានដែរឬយើងអាចចុច shift ទៅជាមួយផងគឺវានឹងធ្វើការពង្រីកបង្រួមទៅលឿនបែបនេះអញ្ចឹងយើងអាចចុច shift ហើយនឹង scroll មកកណ្ដាលយើងទៅគឺវានឹងទៅលឿនបែបនេះអញ្ចឹងទោះជាយើងស្ថិតនៅក្នុង tool selection នេះក៏យើងអាចធ្វើបានដូចគ្នាផងដែរយើង scroll មកកណ្ដាលរបស់យើងប៉ុន្តែបើសិនជាយើងចុច select ទៅលើ object ណាមួយអញ្ចឹងគឺវានឹងបង្ខិតទៅលើ object របស់យើងទៅមុខឬក៏ទៅក្រោយបែបនេះអញ្ចឹងលុះត្រាតែយើងចុច Alt ហើយយើងចុច scroll មកកណ្ដាលរបស់យើងទៅវាពង្រីកបង្រួមទៅលើ workspace របស់យើងទាំងអស់បែបនេះអញ្ចឹងយើងអាចចុច Alt ហើយចុច scroll មកកណ្ដាលយើងទៅដើម្បីកុំឲ្យប៉ះពាល់ទៅដល់ object ណាមួយដែលយើងបាន select អញ្ចឹងយើង select ទៅលើ object ណាមួយអញ្ចឹងគឺវានឹងផ្លាស់ប្ដូរតែទៅលើ object ដែលយើងបាន select នោះទេបាទអញ្ចឹងនេះគឺការពង្រីកបង្រួមដោយប្រើប្រាស់ camera zoom បាទអញ្ចឹងយើងបានស្គាល់ tool 2ហើយទៅលើកាមេរ៉ានេះហើយត្រង់នេះគឺ camera rotate camera rotate នេះគឺយើងមិនជាប្រើប្រាស់វាទេយើងចុចលើវាទៅអញ្ចឹងគឺវាបង្វិលបែបនេះជាទូទៅគឺយើងមិនប្រើប្រាស់វាទេខ្ញុំដាក់ទៅវិញទៅហើយមួយទៀតសម្រាប់ tool នៅខាងkiaនេះគឺ camera view camera view នេះគឺជាទម្រង់ default របស់វាយើងចុចលើវាទៅអញ្ចឹងគឺទម្រង់ដើមរបស់វាគឺវានៅទម្រង់ប៉ុណ្នេះតែខ្ញុំអាចព្រីកព្រមទៅវិញបានខ្ញុំចុច Alt ហើយចុច Shift ហើយ scroll មកកណ្ដាលយើងទៅហើយយើងបិទវាដូចចុច Alt ហើយចុចមកឆ្វេងយើងហើយទាញវាមកគឺបានហើយបាទនឹងមួយទៀតនៅក្នុងនេះនៅក្នុង home នេះគឺយើងមាន focus all focus all នេះគឺវានឹងបង្ហាញ project យើងទាំងមូលទៅលើផ្ទាំងកិច្ចការរបស់យើងតែម្ដងអញ្ចឹងខ្ញុំអាចចូលទៅកាន់ home វិញទៅគឺវានឹងទៅទម្រង់ view ដើមនៃកាមេរ៉ាយើងវិញហើយនឹងមួយទៀតផងដែរខ្ញុំអាចចូលទៅកាន់ selection mode នេះវិញគឺយើងអាចទាញកាមេរ៉ារបស់យើងចូលទៅកាន់ object ណាមួយបានអញ្ចឹងឧទាហរណ៍ថាខ្ញុំ select ទៅលើរូបមនុស្សនេះអញ្ចឹងនៅពេលដែលខ្ញុំទម្លាក់មកគឺវាមាន focus object បែបនេះអញ្ចឹងគឺវានឹងទាញកាមេរ៉ារបស់យើងចូលមកកាន់ object របស់យើងដែលយើងបាន select នេះឬក៏យើងអាច select វានៅក្នុង scene នេះក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ select ទៅលើអីមួយខ្ញុំ select ទៅលើ table នៅត្រង់នេះខ្ញុំ select លើវាហើយត្រង់នេះគឺវានៅក្នុង tool នេះស្រាប់ហើយគឺ focus object អញ្ចឹងខ្ញុំចុចលើវាទៅអញ្ចឹងគឺវានឹងទាញកាមេរ៉ារបស់យើងចូលមកកាន់តុនេះដែលយើងបាន select នេះហើយអញ្ចឹងខ្ញុំអាចចូលទៅកាន់ home វិញទៅគឺទម្រង់ view ដើមនេះតើមកយើងអាចធ្វើការពង្រីកបង្រួមបង្ខិតទីតាំងផ្សេងៗដើម្បីពិនិត្យមើលបានបាទអញ្ចឹងគឺមានតែប៉ុណ្នេះទេទៅលើការប្រើប្រាស់ tool camera ដើម្បីធ្វើការផ្លាស់ប្ដូរនឹងពិនិត្យមើលទៅលើទីតាំងផ្សេងៗនៃ project របស់យើង
បាទសូមអរគុណចឹងយើងនឹងជួបគ្នាជាបន្តទៅលើប្រធានបទផ្សេងៗទៀតនៅក្នុងវីដេអូក្រោយផងដែរ